ឥឡូវនេះយើងមករៀនអំពីការបកប្រែ to be committed to something ហើយនិង to be committed to doing something ឥឡូវយើងមកមើលឧទាហរណ៍ទី1 Cambodia is committed to peace បើយើងបកន័យត្រង់មកន័យថាប្រទេសកម្ពុជាមានការបដិញ្ញាចិត្តចំពោះសន្តិភាពតែបើយើងបកឲ្យស្របតាមបរិបទដែលប្រទេសកម្ពុជាយើងកំពុងតែមានចំនួនជាមួយប្រទេសថៃមានន័យថាប្រទេសកម្ពុជាចង់បានសន្តិភាពឬប្រទេសកម្ពុជាស្រឡាញ់សន្តិភាពដោយសារថាកាលណាយើងបដិញ្ញាចិត្តចំពោះអីមួយមានន័យថាយើងចង់បានរបស់ហ្នឹងយើងស្រឡាញ់របស់ហ្នឹងហើយចុះបើយើងបន្ថែម adverb មួយទៀតទៅក្នុង clear ហ្នឹង Cambodia is strongly committed to peace ចុះបើយើងថែម adverb អញ្ចឹងថាតើការបកប្រែយើងអាចប្រែប្រួលយ៉ាងម៉េចទៅវិញទៅយើងចេះឲ្យពាក្យ strongly នេះមានន័យថាខ្លាំងអញ្ចឹងយើងអាចបកថាប្រទេសកម្ពុជាធ្វើអ្វីៗដើម្បីសន្តិភាពដែលយើងបកន័យត្រង់មានន័យថាប្រទេសកម្ពុជាមានការបដិញ្ញាចិត្តខ្ពស់ចំពោះសន្តិភាពThey are committed to protecting endangered species in Cambodia អញ្ចឹង clear ហ្នឹងចូលរូបមន្តរបស់យើងហើយ to be committed to doing something មានន័យថាពួកគេឬក៏ពួកគាត់បដិញ្ញាការពារពពួកសត្វជិតផុតពូជនៅក្នុងប្រទេសកម្ពុជាអញ្ចឹងពួកគេឬក៏ពួកគាត់ហ្នឹងយើងអាចប្រើប្រាស់ទៅតាមបរិបទបើសិនជាពួកគាត់ហ្នឹងសំដៅទៅលើក្មេងៗទេយើងអាចប្រើពាក្យពួកគេបានប៉ុន្តែបើសិនជាពួកគាត់ហ្នឹងជាមនុស្សចាស់ដែលយើងបង្ហាញអំពីការគោរពក៏យើងប្រើពាក្យថាពួកគាត់ចំណែកពាក្យ protecting នេះយើងអាចបកការពារក៏បានឬក៏អភិរក្សក៏បានដែរនៅក្នុងវិស័យបរិស្ថានគេច្រើនប្រើពាក្យអភិរក្សដូចជាអភិរក្សធនធានធម្មជាតិអីចឹងណាចំណែកពាក្យ endangered species ហ្នឹងគេសំដៅទៅលើពពួកសត្វដែលនៅសល់ចំនួនតិចដែលប្រឈមនឹងការផុតពូជអីចឹង